សួស្តីបងប្អូន YouTuber ដែលថ្មីទាំងអស់គ្នាថ្ងៃនេះយើងមានប្រធានបទមួយដែលចង់និយាយគឺអ្វីដែលបងប្អូនកំពុងគិតដូចគ្នាតើយើងគួរប្រើសេវាកម្ម Boot មកឬក៏ Subscribe ដែរអត់អញ្ចឹងបើបងប្អូនកំពុងតែពិចារណាការចំណាយលុយ Boot បងប្អូនគួរតែមើលវីដេអូនេះឲ្យបានដល់ចប់សិនអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកតាមដានខ្លឹមសារទាំងអស់គ្នាទី1យើងនិយាយអំពីអត្ថប្រយោជន៍អូខេអត្ថប្រយោជន៍ដែលយើងទទួលបាននោះគឺ view ច្រើនហើយនឹង watch time គ្រប់កូកា 4000 ម៉ោង subscribe 1000អូខេអ្វីដែលយើងទទួលបានពីការចំណាយលុយរបស់យើងហ្នឹងគឺបានតែប៉ុណ្្នឹងឯងហើយគុណវិបត្តិវិញមានច្រើនបងប្អូនដូចជាខុសច្បាប់នៅ YouTube channel អាចត្រូវ delete watch time ហ្នឹងអត់មានគុណភាពទេ subscribe ហ្នឹងក៏អត់មានគុណភាពដែរនិយាយទៅវាដូចតែយើង start ថ្មីទេគ្រាន់តែយើងមើលទៅឃើញតួរលេខណាតែអ្វីទាំងអស់គឺថ្មីទាំងអស់អត់មានអ្នកស្គាល់យើងទេហើយអ្វីដែលបញ្ហាប្រឈមមួយទៀតហ្នឹងគឺការ apply monetize អញ្ចឹងបងប្អូនមុនបងប្អូនសម្រេចចិត្តថាប្រើសេវាកម្មហ្នឹងបងប្អូនគួរតែសួរទៅអ្នកដែលបងប្អូនចង់ទិញហ្នឹងសួរថាតើគេងារលើការ apply monetize ដែរទេហើយធានាទៅលើ YouTube channel ដែរទេខ្ញុំឃើញគេផុសវាជាទេធានាមិនធ្លាក់វិញតែអត់លើនិយាយថាធានាអ្វីដែលខ្ញុំនិយាយមុនហ្នឹងទេអញ្ចឹងបងប្អូនអាចសួរគេបន្ថែមបានអញ្ចឹងបងប្អូនយើងធ្វើ YouTube នេះសំខាន់គឺ apply monetize ហ្នឹងឯងតែបើ apply អត់បានទេអាហ្នឹងមានន័យថាវាដូចជាអត់ន័យបងប្អូនយើង apply អត់បានផងអញ្ចឹងអត់ដឹងទៅធ្វើម៉េចអញ្ចឹងបងប្អូនសួរថាតើទៅធ្វើម៉េចបើយើងអត់ boot ផងធ្វើម៉េចឲ្យគ្រប់ម៉ោងនិងគ្រប់ subscribe ចម្លើយរបស់ខ្ញុំបងប្អូនងាយទេបងប្អូនគួរតែធ្វើ content original មួយដែលបងប្អូនឆ្លាញ់ចូលចិត្ត yes បងប្អូនខ្ញុំតែងនិយាយដដែលអញ្ចឹងYouTube មិនអាចធ្វើដោយបង្ខំបានទេយើងត្រូវធ្វើតាមដំណើរមួយថ្ងៃទី1ថ្ងៃទី2ទី3ទី4វាប្រកបណាស់ view វាអត់អាច load 1k 2k 3k ដូចដែលគេធ្វើច្រើនទេមានន័យថាគេធ្វើយូរណាអញ្ចឹងបងប្អូនចំណាំមើលឃើញ YouTube ដែលគេធ្វើ view 1k 2k ចឹងណាអញ្ចឹងទៅមើលវីដេអូគាត់ធ្វើយ៉ាងតិចណាក៏8ខែដែរបងប្អូនអញ្ចឹងអារឿងយើងធ្វើភ្លាមទៅបានផលភ្លាមហ្នឹងវាអត់អាចទៅរួចទេនៅក្នុង YouTube ហើយកុំចង់លេងផ្លូវកាត់បងប្អូនវាអស់លុយយើងហើយវាអត់បានអ្វីយើងចង់បានទៀតវាបានតែមើលបងប្អូនអញ្ចឹងសម្រាប់ការណែនាំរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអាចយកទៅពិចារណាខ្លួនឯងបានហើយនឹងសម្រេចចិត្តដោយខ្លួនឯងដោយសារខ្ញុំបានតែពី comment ឬក៏វិញ្ញាណឲ្យបងប្អូនទេតែអ្វីជាការសម្រេចចិត្តគឺបងប្អូនធ្វើការសម្រេចចិត្តខ្លួនឯងអញ្ចឹងជាចុងក្រោយបងប្អូនត្រូវចាំថា YouTube មិនមែនជាកន្លែងរកលុយងាយស្រួលដូចគេនិយាយទេគឺជាកន្លែងរកលុយមួយដែលត្រូវការចំណាយពេលយើងត្រូវមានចិត្តអំណត់អត់ធំអញ្ចឹងបងប្អូនត្រូវចាំថា YouTube មិនមែនជាកន្លែងរកលុយងាយដូចគេនិយាយទេវាងាយតែពេលដែលយើងធ្វើបានយូរបងប្អូនអញ្ចឹងបងប្អូនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងបើបងប្អូនមានចំណុចអ្វីអាច comment សួរខាងក្រោមនេះបានខ្ញុំនឹងនិយាយបកស្រាយហើយកុំភ្លេចជួយ subscribe ផងបើចូលចិត្តហើយជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតអរគុណបងប្អូន